ជំរាបសួរដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរយើងនៅតែបន្តសិក្សាជាមួយគ្នាអំពីយើងត្រូវថ្វាយបង្គំព្រះពិតតែមួយហើយមុនពេលដែលយើងចាប់ផ្ដើមរៀនមេរៀនថ្មីជាមួយគ្នាយើងនឹងមើលអំពីមេរៀនដែលយើងបានរៀនជាមួយគ្នាកាលពីមុនសិនពិតណាស់នៅក្នុងមេរៀនមុនយើងបានសិក្សាជាមួយគ្នាអំពីជ័យជំនះសត្រូវខាងព្រលឹងវិញ្ញាណដោយដែលបងប្អូនបានដឹងហើយថាបន្ទាប់ពីគ្រីស្ទបរិស័ទបានវិលត្រឡប់ក្លាយទៅជាកូនរបស់ព្រះអង្គសម្រាប់ចិត្តជឿព្រះអង្គហើយនៅពេលនោះគេមានសង្គ្រាមខាងព្រលឹងវិញ្ញាណហើយគេក៏មានសត្រូវខាងព្រលឹងវិញ្ញាណដែរដោយសត្រូវរបស់គ្រីស្ទបរិស័ទមាន3គឺទី1អរិយសតាំងដែលជាមេបញ្ឆោតកុហកភូតភរឲ្យយើងដាច់ចេញឆ្ងាយពីព្រះអង្គទី2និស្ស័យចាស់ក៏ដោយសារតែទម្លាប់និស្ស័យបាបរបស់យើងដដែលហើយយើងចង់ប្រព្រឹត្តបាបដែលយើងធ្លាប់ធ្វើពីមុនមកហើយទី3នោះគឺជាលោកីដែលអូសទាញយើងឲ្យយើងបានស្រឡាញ់វាជាជាងស្រឡាញ់ព្រះអង្គដូច្នេះហើយដើម្បីយកឈ្នះនៅសត្រូវទាំង3របស់គ្រីស្ទបរិស័ទទី1យើងត្រូវការអធិដ្ឋានលន់តួទី2យើងត្រូវការចុះចូលជាមួយព្រះតតាំងនឹងសាតាំងទី3យើងត្រូវយកនិស្ស័យរបស់ព្រះគ្រីស្ទដាក់នៅក្នុងយើងហើយទី4យើងស្រឡាញ់ព្រះធំជាងអ្វីទាំងអស់ហើយនៅថ្ងៃនេះដែរយើងនឹងសិក្សាជាមួយគ្នាយើងត្រូវថ្វាយបង្គំព្រះពិតតែមួយតើហេតុអីបានជាយើងត្រូវការថ្វាយបង្គំព្រះពិតតែមួយជាការពិតដើម្បីឲ្យយល់ពីប្រធានបទនេះបានល្អខ្ញុំគិតថាជារឿងសំខាន់ដែលយើងត្រូវការយល់អំពីអត្ថន័យហើយនៅពាក្យគន្លឹះនីមួយៗជាមុនសិនហើយពាក្យនៅថ្ងៃនេះដែលខ្ញុំចង់លើកឡើងនោះគឺទី1គឺពាក្យថាព្រះហើយនឹងពាក្យថាថ្វាយបង្គំជានឹងមើលជាមួយគ្នាពាក្យថាព្រះតាមរយៈវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជណាតបានឲ្យនិយមន័យពាក្យថាព្រះដែលមានន័យថាប្រសើរខ្ពង់ខ្ពស់លើសលន់ជាចម្បងដែលប្រាថ្នាគួរចង់បានហើយពាក្យនេះគឺគេប្រើសម្រាប់ភាពជាខ្ពស់ឧត្តមដូចជាព្រះសម្មាសម្ពុទ្ធព្រះឥន្ទព្រះព្រហ្មព្រះមហាក្សត្រព្រះរាជាព្រះរាជបុត្រព្រះធម៌ព្រះសង្ឃព្រះអាទិត្យព្រះច័ន្ទអីអញ្ចឹងទៅគឺសំដៅអីដែលល្អប្រសើរសំដៅដល់អ្វីដែលអស្ចារ្យអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាននេះគឺជាអត្ថន័យពាក្យថាព្រះនៅក្នុងភាសាខ្មែរប៉ុន្តែចូលឲ្យយើងបានកលេចមើលអំពីនិយមន័យនៅក្នុងព្រះគម្ពីរវិញនៅក្នុងរ៉ូមជំពូក1ខ20បានចែងថាលក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញគឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កលជានិច្ចក្តីឬឋានៈរបស់ព្រះអង្គជាព្រះអង្គម្ចាស់ក្តីព្រះអង្គបានសម្ដែងឲ្យគេឃើញតាំងពីកំណើតពិភពលោកម្ល៉េះនៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ថរបស់ព្រះអង្គដូច្នេះគេពុំអាចដោះសារខ្លួនបានឡើយបាទនៅក្នុងព្រះគម្ពីរបានកំណត់និយមន័យថាព្រះជាម្ចាស់សំដៅទៅលើព្រះអង្គម្ចាស់ជាព្រះពិតតែមួយគត់ដែលជាអ្នកបង្កើតសកលលោកព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់មនុស្សជាតិតាមវិធីជាច្រើននេះគឺជានិយមន័យពាក្យថាព្រះនៅក្នុងព្រះគម្ពីរភាសាខ្មែររបស់យើងប្រើពាក្យព្រះច្រើនមែនទែនយើងប្រើពាក្យព្រះអាទិត្យក៏ព្រះច័ន្ទក៏ព្រះមហាក្សត្រឬក៏អីក៏ដោយឲ្យដែលយើងគិតថាគឺជាភាពដ៏ខ្ពង់ខ្ពស់ឧត្តមប៉ុន្តែពាក្យនៅក្នុងព្រះគម្ពីរគឺពាក្យថាព្រះគឺសំដៅទៅលើអង្គម្ចាស់ជាព្រះពិតតែមួយគត់ដែលព្រះអង្គបានបង្កើតសកលលោកដែលព្រះអង្គបានបង្កើតអ្វីគ្រប់យ៉ាងនៅក្នុងពិភពលោកនេះហើយពាក្យថាព្រះគឺត្រូវតែជាមួយទ្រង់តែមួយគត់ហើយព្រះអង្គបានបង្ហាញអង្គទ្រង់តាមរយៈកិច្ចការអស្ចារ្យជាច្រើនដែលព្រះអង្គបង្កើតប៉ុន្តែមនុស្សអត់បានមើលឃើញអំពីព្រះអង្គទេប៉ុន្តែមនុស្សមើលឃើញអំពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គហើយគេសម្រេចចិត្តយកស្នាព្រះហស្ថរបស់ព្រះអង្គយកមកថ្វាយបង្គំជំនួសវិញហើយនេះគឺជាមិនមែនរឿងអីដែលត្រឹមត្រូវឡើយពីព្រោះថាយើងមានព្រះតែមួយគត់ដែលសម្រាប់ក្នុងការថ្វាយបង្គំប៉ុន្តែពាក្យថាថ្វាយបង្គំតើមានអត្ថន័យបែបម៉េចតាមរយៈវចនានុក្រមខ្មែររបស់យើងសម្ដេចសង្ឃរាជណាតបានលើកឡើងថាពាក្យថាថ្វាយបង្គំថ្នាក់ពាក្យជាកិត្តិយសពាក្យនេះប្រើសាធារណៈដល់ភិក្ខុសង្ឃតាមសម្ដាប់សេចក្តីគោរពអញ្ចឹងពាក្យថាថ្វាយបង្គំ
គឺមានន័យថាគោរពដូចទាំងអស់គ្នាបានដឹងថ្វាយបង្គំព្រះឬក៏អីអញ្ចឹងគេអោនគេគោរពគេអីអញ្ចឹងទៅប៉ុន្តែនៅក្នុងព្រះគម្ពីរពាក្យថាថ្វាយបង្គំគឺមានអត្ថន័យលើសជាជាងពាក្យនៃការគោរពទាំងអស់នោះនៅក្នុងរ៉ូមជំពូក12ខ1បានចែងពាក្យថ្វាយបង្គំថាហេតុនេះបងប្អូនអើយខ្ញុំសូមដាស់តឿនបងប្អូនថាដោយព្រះជាម្ចាស់មានព្រះハរតីអាណិតអាសូរបងប្អូនចូលថ្វាយខ្លួនទៅព្រះអង្គទុកជាយ៉ាញ់បូជាដ៏មានជីវិតដ៏វិសុទ្ធហើយជាទីគោរពព្រះハរតីរបស់ព្រះជាម្ចាស់បើបងប្អូនធ្វើដូច្នេះទើបហៅថាគោរពព្រះអង្គតាមរបៀបត្រឹមត្រូវមែនពាក្យថាថ្វាយបង្គំនៅក្នុងព្រះគម្ពីរមានន័យថាជាការថ្វាយខ្លួនចំពោះព្រះអង្គម្ចាស់ជាព្រះនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកនេះគឺជាអត្ថន័យនៃថ្វាយបង្គំមិនមែនគ្រាន់តែគោរពប៉ុន្តែជាការថ្វាយខ្លួននៅគ្រប់សកម្មភាពរបស់អ្នកទាំងអស់គ្នាព្រះអង្គថាថ្វាយខ្លួនអ្នកជាយ៉ាញ់បូជាដែលមានជីវិតរស់មានន័យថាទោះបីជាអ្នករស់នៅក៏ដោយប៉ុន្តែអ្នកត្រូវការធ្វើជាយ៉ាញ់បូជាសម្រាប់ព្រះអង្គថ្វាយខ្លួនទាំងស្រុងទៅកាន់ព្រះអង្គដែលយើងនិយាយពាក្យថាគ្រប់ទិដ្ឋភាពនៅក្នុងជីវិតរបស់យើងអញ្ចឹងការថ្វាយបង្គំព្រះពិតតែមួយហ្នឹងគឺមានន័យថាយើងត្រូវការថ្វាយខ្លួនទាំងស្រុងរបស់យើងថ្វាយនៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងទៅកាន់ព្រះអង្គម្ចាស់ជាព្រះដែលបានបង្កើតពិភពលោកដែលបានបង្កើតសកលលោកតែមួយប៉ុណ្ណោះហេតុអីបានជាយើងត្រូវការថ្វាយបង្គំព្រះពិតតែមួយនៅក្នុងម៉ាថាយជំពូក5ខ10ឯងត្រូវថ្វាយបង្គំដល់ព្រះអង្គម្ចាស់ជាព្រះនេះឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះអញ្ចឹងនៅក្នុងម៉ាថាយជំពូក4ខ10ប្រើពាក្យថាត្រូវមានន័យថាជាបង្គាប់បញ្ជារបស់ព្រះអង្គនៅក្នុងនិខមម្នាក់ដូចគ្នានៅពេលដែលព្រះអង្គបានចែងនៅក្រឹតវិន័យទាំង10ប្រការរបស់ព្រះអង្គបានបង្គាប់បញ្ជាថាឯងមិនត្រូវមានព្រះឯណានៅចំពោះឯងឡើយមិនត្រូវថ្វាយបង្គំឬឆ្លាក់រូបព្រះណាសម្រាប់ថ្វាយបង្គំជំនួសព្រះអង្គមានន័យថាព្រះអង្គឲ្យយើងថ្វាយបង្គំព្រះអង្គតែមួយគត់នេះគឺជាការបង្គាប់បញ្ជាប៉ុន្តែទោះបីជាវាជាការបង្គាប់បញ្ជាក៏ដោយប៉ុន្តែមិនមែនជាការបង្គាប់បញ្ជាបែបអាត្មានិយមឬអីដែលព្រះអង្គចង់បានសម្រាប់ខ្លួននោះឡើយជាការពិតឪពុកម្ដាយដូចគ្នាគាត់តែងតែបង្រៀនកូនទៅអត់បង្រៀនឲ្យកូនចេះស្រឡាញ់ចេះសងគុណឪពុកម្ដាយធ្វើល្អទៅកាន់ឪពុកម្ដាយបើសិនជាកូនដែលគាត់ខំបង្កើតគាត់ខំចិញ្ចឹមប៉ុន្តែបែរជាទៅគោរពស្រឡាញ់អ្នកផ្សេងឬក៏យកគល់ឈើមកថ្វាយបង្គំជំនួសគាត់ទៅគាត់នឹងមានអារម្មណ៍យ៉ាងណាគាត់អត់សប្បាយចិត្តដូចគ្នាប៉ុន្តែនៅពេលដែលកូនបានធ្វើល្អប្រព្រឹត្តអិយាបថត្រឹមត្រូវមកកាន់ពួកគាត់សប្បាយចិត្តហើយគាត់ចង់ផ្ដល់អីដែលល្អសម្រាប់កូនលើសពីនឹងទៅទៀតអញ្ចឹងដូចគ្នាដែរព្រះអង្គជាម្ចាស់ដែលបង្កើតយើងទោះបីជាព្រះអង្គបង្គាប់បញ្ជាឲ្យយើងស្រឡាញ់ព្រះអង្គថ្វាយបង្គំព្រះអង្គតែមួយប៉ុន្តែព្រះអង្គចង់បង្រៀនយើងអំពីរបៀបទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះអង្គហើយបើសិនជាយើងបានអរិយាបថដ៏ត្រឹមត្រូវទៅកាន់ព្រះអង្គនោះព្រះអង្គចង់ប្រទានពរយើងបន្ថែមទៀតទើបព្រះអង្គឲ្យយើងថ្វាយបង្គំព្រះអង្គតែមួយហើយវាជារឿងដែលត្រឹមត្រូវព្រោះព្រះអង្គបង្កើតយើងហើយយើងត្រូវការតែថ្វាយខ្លួនទៅកាន់ព្រះអង្គតែមួយមិនមែនថ្វាយខ្លួនឬក៏ប្រព្រឹត្តអីទាំងអស់សម្រាប់អ្វីផ្សេងទេគឺយើងត្រូវការថ្វាយទៅកាន់ព្រះអង្គម្ចាស់ប៉ុន្តែពាក្យថាយើងត្រូវការថ្វាយបង្គំព្រះពិតតែមួយហ្នឹងមានន័យយ៉ាងដូចម្ដេចចឹងទី1ពាក្យថាថ្វាយបង្គំហ្នឹងមានន័យថាយើងស្រឡាញ់ព្រះអង្គម្ចាស់នៅក្នុងម៉ាថាយជំពូក22ខ37នោះព្រះយេស៊ូវឆ្លើយថាត្រូវឲ្យឯងស្រឡាញ់ព្រះអង្គម្ចាស់ជាព្រះនេះឯងឲ្យអស់ពីចិត្តអស់ពីគំនិតហើយអស់ពីព្រលឹងនេះឯងអញ្ចឹងបងប្អូនបានដឹងហើយថាបើសិនជាការថ្វាយទាំងស្រុងបើសិនជាអត់មានក្តីស្រឡាញ់ទេយើងអត់អាចថ្វាយបានទេបើសិនជាយើងស្រឡាញ់ណាម្នាក់ទោះតែបើយើងអត់ស្រឡាញ់គាត់ផងតើយើងអាចផ្ដល់អីដែលល្អសម្រាប់គាត់បានអត់យើងអាចផ្ដល់ពេលវេលាសម្រាប់គាត់បានអត់យើងអាចចំណាយពេលមួយគាត់បានអត់យើងអាចផ្ដល់អីដែលជាភាពសំខាន់របស់យើងទៅកាន់គាត់បានអត់បើមិនជាយើងអត់ស្រឡាញ់គាត់ផងហ្នឹងអញ្ចឹងដូចគ្នាដែរការថ្វាយបង្គំព្រះអង្គគឺទី1បំផុតនោះគឺអ្នករាល់គ្នាត្រូវការស្រឡាញ់ព្រះអង្គម្ចាស់ជាមុនសិនព្រះអង្គគឺជាសេចក្តីស្រឡាញ់ហើយព្រះអង្គឲ្យយើងស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្តអស់ពីគំនិតនិងអស់ពីព្រលឹងរបស់យើងពីព្រោះថានៅពេលដែលយើងមានព្រះអង្គនៅក្នុងគំនិតនិងចិត្តរបស់យើងឬក៏
អីអញ្ចឹងទោះបីពេលណាទៅណាដែលយើងធ្វើទាំងអស់គឺយើងស្រឡាញ់ព្រះអង្គយើងមានព្រះអង្គដូច្នេះយើងចង់ធ្វើកិច្ចការល្អសម្រាប់ព្រះអង្គទៅអត់អញ្ចឹងហើយទើបព្រះអង្គឲ្យយើងស្រឡាញ់ព្រះអង្គជាមុនដូចគ្នាដែរជាទីមួយបើយើងអត់ស្រឡាញ់ព្រះអង្គទេយើងអត់អាចថ្វាយបង្គំព្រះអង្គបានទេអញ្ចឹងសូមស្រឡាញ់ព្រះអង្គការថ្វាយបង្គំគឺត្រូវការយើងមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គដែរបានយើងអាចថ្វាយបង្គំព្រះអង្គហើយថ្វាយអ្វីដែលជាភាពសំខាន់របស់យើងទៅកាន់ព្រះអង្គបានហើយទី2ការថ្វាយបង្គំមានន័យថាកោតខ្លាចដល់ព្រះនៅក្នុងសុភាសិតជំពូក1ខ7សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចំនៃដំណេះតែមនុស្សឥតបើគិតគេមើលងាយប្រាជ្ញានិងសេចក្តីព្រានប្រដៅវិញអញ្ចឹងនៅទីនេះការថ្វាយបង្គំមានន័យថាការកោតខ្លាចព្រះអង្គកោតខ្លាចយើងដឹងហើយថាមានន័យថាចោះចូលមានន័យថាយើងស្ដាប់បង្គាប់ហើយយើងទទួលយកនៅការបង្រៀនពីព្រះអង្គបើមិនជាយើងអត់កោតខ្លាចព្រះអង្គទេយើងងាយក្នុងការធ្វើអីតាមតែចិត្តយើងធ្វើអីដែលយើងមិនខ្វល់ពីព្រះអង្គអីអញ្ចឹងបើមិនជាយើងអត់ខ្វល់ពីព្រះអង្គហ្នឹងដែលយើងអាចថ្វាយបង្គំព្រះអង្គបានអត់ខ្វល់ពីព្រះអង្គហ្នឹងតើច្បាស់អត់ថាតាមរយៈកិច្ចការដែលយើងធ្វើនឹងយើងត្រូវថ្វាយទៅកាន់ព្រះអង្គគឺអត់ទេអញ្ចឹងការថ្វាយបង្គំព្រះអង្គមានថាយើងកោតខ្លាចព្រះអង្គជាមុនសិនយើងស្ដាប់អ្វីដែលជាព្រះបន្ទូលរបស់ព្រះអង្គយើងចុះចូលជាមួយនឹងទ្រង់ហើយយើងធ្វើតាមព្រះអង្គដែរនោះបានយើងអាចថ្វាយទៅកាន់ព្រះអង្គពីព្រោះកិច្ចការអីមួយក៏ដោយបើយើងអត់ធ្វើតាមព្រះអង្គហ្នឹងទៅយើងអាចធ្វើថ្វាយសម្រាប់ព្រះអង្គមកធ្វើអត់អញ្ចឹងយើងត្រូវការកោតខ្លាចព្រះអង្គសិនបានយើងអាចធ្វើតាមព្រះអង្គហើយនៅពេលដែលយើងធ្វើតាមហើយមានន័យថាគឺយើងធ្វើដើម្បីព្រះអង្គដែលបើយើងអត់ធ្វើតាមព្រះអង្គទេគឺយើងធ្វើសម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកផ្សេងវិញទៅហើយយើងអត់បានកោតខ្លាចត្រង់ដូចគ្នាអញ្ចឹងការថ្វាយបង្គំព្រះអង្គយើងត្រូវការមានភាពកោតខ្លាចទៅកាន់ព្រះអង្គជាមុនសិនចោះចូលបង្រៀនអីដែលទ្រង់បានបង្រៀនយើងហ្នឹងគឺយើងរៀនតាមហើយធ្វើតាមព្រះអង្គដូចគ្នាដែរហើយទី3ការថ្វាយបង្គំមានន័យថាចូលរួមចំណែកក្នុងពិធីនិងកិច្ចការផ្សេងៗរបស់ព្រះអង្គហើយការរួមចំណែកក្នុងកិច្ចការផ្សេងៗរបស់ព្រះអង្គមានច្រើនមែនទែនដូចជាការសរសើរទ្រង់ក្នុងពេលអធិដ្ឋានការជឿនៅព្រះវិហារការអានព្រះគម្ពីរដោយពិចារណាការផ្សាយដំណឹងល្អការថ្វាយដង្វាយហើយចូលរួមបម្រើតាមអំណោយទានពេលមានកម្មវិធីផ្សេងៗនៅព្រះវិហារខ្ញុំជឿថាអ្នកទាំងអស់គ្នាត្រូវបានបង្កើតឡើងហើយឲ្យមានអំណោយទានផ្សេងពីគ្នាហើយព្រះអង្គថាអ្នកខ្លះជាដៃអ្នកខ្លះជាជើងអ្នកខ្លះជាដងខ្លួនអីអញ្ចឹងទៅអញ្ចឹងមានន័យថាបងប្អូនទាំងអស់សំខាន់ហើយអំណោយទានទាំងអស់គឺអ្វីដែលព្រះអង្គបានផ្ដល់សម្រាប់យើងរាល់គ្នាហើយព្រះអង្គចង់ឲ្យយើងចេះប្រើអំណោយទានសម្រាប់ព្រះអង្គដែរនៅពេលដែលយើងប្រើអំណោយទានរបស់យើងហើយយើងថ្វាយទៅកាន់ព្រះអង្គនោះហើយក៏ជារបៀបមួយដែលថ្វាយបង្គំទៅកាន់ព្រះអង្គដូចគ្នាពីព្រោះយើងបានថ្វាយអីដែលយើងមានយើងបានថ្វាយអ្វីដែលយើងអាចធ្វើទៅចំពោះព្រះអង្គប៉ុន្តែជំនួសសួរថាតើយើងត្រូវការធ្វើការថ្វាយព្រះអង្គទៅនៅក្នុងពហិយមែនគឺអត់ទេមិនមែនសម្រាប់តែនៅក្នុងពហិយទេនៅគ្រប់កន្លែងដែលបងប្អូនទៅបងប្អូនអាចធ្វើដោយដាក់ចិត្តហើយធ្វើសម្រាប់ព្រះអង្គហើយជាភាសាព្រះអង្គប្រាប់ឲ្យយើងចេញទៅដើម្បីនឹងប្រកាសចេញទៅដើម្បីនឹងផ្សាយដំណឹងល្អទៅកាន់អ្នកដទៃបើមិនជាបងប្អូនរស់នៅជាជីវិតមួយដែលជាពន្លឺនិងអំបិលរស់នៅដោយការផ្សាយដំណឹងល្អទៅកាន់អ្នកដទៃនោះក៏មានន័យថាបងប្អូនកំពុងតែរួមចំណែកនៅក្នុងពិធីឬក៏កិច្ចការរបស់ព្រះអង្គដូចគ្នាមិនមែនតែនៅក្នុងពហិយទេសាលារៀនកន្លែងសិក្សាឬក៏កន្លែងណាក៏ដោយបងប្អូនមានឱកាសក្នុងការធ្វើកិច្ចការសម្រាប់ព្រះអង្គហើយបើបងប្អូនបានធ្វើកិច្ចការទាំងអស់នោះហើយគឺមានន័យថាវាក៏ជារបៀបដែលបងប្អូនត្រូវការបានថ្វាយបង្គំព្រះអង្គដូចគ្នាប៉ុន្តែអ្វីដែលធ្វើឲ្យយើងមិនថ្វាយបង្គំព្រះពិតតែមួយនោះគឺអរិយសាតាំងអញ្ចឹងដឹងហើយថាការថ្វាយបង្គំព្រះអង្គគឺជាការស្រឡាញ់ព្រះអង្គកោតខ្លាចព្រះអង្គហើយធ្វើកិច្ចការសម្រាប់ព្រះអង្គប៉ុន្តែអរិយសតាំងវានឹងធ្វើឲ្យយើងស្រឡាញ់អ្វីផ្សេងក្រៅពីព្រះអង្គវានឹងធ្វើឲ្យយើងកោតខ្លាចអ្វីជាជាងកោតខ្លាចព្រះអង្គហើយវានឹងលើកទឹកចិត្តឲ្យយើងផ្ដល់ថាកិច្ចការឬក៏អ្វីផ្សេងទៀតសម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកដទៃសំខាន់ជាងព្រះអង្គអញ្ចឹងហើយសូមបងប្អូនប្រុងប្រយ័ត្នហើយសូមកុំឲ្យយើងស្រឡាញ់អីដែលខ្លាំងឬក៏ច្រើនជាងព្រះអង្គសូមកុំឲ្យយើងកោតខ្លាចអីផ្សេងជាជាងយើងកោតខ្លាចព្រះអង្គហើយមួយទៀតនោះសូមដាក់តម្លៃការងាររបស់ព្រះអង្គសំខាន់លើសជាងការងារអីទាំងអស់បើមិនដូច្នោះទេបងប្អូនងាយក្នុងការដែលទៅថ្វាយបង្គំអីផ្សេងពីព្រោះថាការថ្វាយបង្គំមិនមែនមានន័យថាទាល់តែអង្គុយពោចទៅថ្វាយបង្គំអីប៉ុន្តែនៅពេលដែលយើងបានដាក់អីដែលសំខាន់ជាងព្រះអង្គនោះហើយគឺជាការដែលយើងមិនបានថ្វាយបង្គំព្រះពិតតែមួយ
ដូច្នេះសរុបមកវិញការថ្វាយបង្គំព្រះពិតតែមួយមានន័យថាទី1យើងត្រូវការស្រឡាញ់ព្រះពិតតែមួយយើងស្រឡាញ់ព្រះអង្គបានយើងអាចថ្វាយអីគ្រប់យ៉ាងទៅកាន់ព្រះអង្គយើងកោតខ្លាចស្ដាប់បង្គាប់ហើយចោះចូលទើបយើងអាចធ្វើតាមព្រះអង្គបានធ្វើសម្រាប់ព្រះអង្គបានហើយទី3យើងចូលរួមចំណែកក្នុងកិច្ចការនិងពិធីផ្សេងរបស់ព្រះពិតតែមួយយើងគ្រាន់មិនតែស្រឡាញ់មិនតែកោតខ្លាចទេប៉ុន្តែយើងសម្ដែងជាទង្វើជាការប្រព្រឹត្តដែរអរគុណច្រើនសូមព្រះអង្គប្រទានពរ